បាទសួស្តីអ្នកទាំងអស់គ្នាចំពោះការជួបបន្តទៀតទៅលើការ install នេះ install Cook PEC នៅលើកុំព្យូទ័រផងបងប្អូនណាអញ្ចឹងបងប្អូនត្រូវបើកអានឹង save មកហើយ install មកពេលដែល install ចប់វានឹង load នៅលើផងបងប្អូននៅលើ screen desktop ផងបងប្អូនគឺ Cook Shell ណាខ្ញុំមានបទកម្មវិធីខ្ញុំអត់ទេសិនខ្ញុំអធិស្ឋានlet's say okay sorry yes ខ្ញុំសូមអធិស្ឋានទៅពេលយើង install ហើយវានឹងមានគុក share link មួយនៅលើ desktop របស់បងប្អូនហើយអញ្ចឹងបងប្អូនអាចចុចលើវាមកវានឹងមានពាក្យថាឲ្យយើង open អញ្ចឹងយើងយកពាក្យ open មកវានឹង load ទេនៅកន្លែងនេះអញ្ចឹងបងប្អូនយកពាក្យ setting ហើយវាយពាក្យថា test mid4 ដល់ google.com លើ domain របស់វាហ្នឹងហើយ user របស់យើងខ្ញុំបានឲ្យហើយវា1.9ហើយ password ហ្នឹងគឺ midphone@90aa ណាអញ្ចឹងបងប្អូនវាយចូលមកគឺបើកវានៅប៉ុណ្ណឹងបាទអញ្ចឹងការប្រើប្រាស់របស់យើងការប្រើប្រាស់លើ cashier POS ហ្នឹងគឺមានលក្ខណៈថាពេលដែលយើងបើក SIP ថ្មីបើកហ្នឹងគឺពេលព្រឹកឬពេលថ្ងៃបាទហើយយើងមានលុយចូលយើងមានលុយទុកអាប់ឲ្យគេប្រហែល$10ដូចខ្មែរ50000ឧទាហរណ៍បាទហើយយើង open កម្មវិធីនឹងមកអញ្ចឹងពេល open កម្មវិធីនឹងមកគឺវាមានផ្ទៃប៉ុណ្ណឹងអ្វីទាំងអស់នៅកន្លែងនេះពេលបងប្អូនសិតមានបញ្ហាតាមជួបខ្ញុំនឹងបង្ហាញតទៀតប៉ុន្តែឥឡូវខ្ញុំសូមបង្ខេបត្រឹមតែធ្វើក្នុងការកំងអញ្ចឹងពេលដែលកំងបងប្អូនត្រូវឡុកលើទូរស័ព្ទដៃបងប្អូននោះកំងមកពេលដែលកំងមកដូចនេះវានឹង load មកហើយវានឹង load មកឈ្មោះខាងសៀមរាបពីអ្នកកំងបាទអញ្ចឹងខ្ញុំសូម cancel វិញអញ្ចឹងបើបងប្អូនកំងតាម app ដែលខ្ញុំថតវីដេអូមុនហ្នឹងវានឹង load លើហ្នឹងតែបើសិនជាបងប្អូនយក layout ហើយចុចកំងគឺវាអត់យើងកំង cashier ផ្ទាល់តែបងប្អូនចុចថាបងប្អូនប្រើនៅ user មួយណាឧទាហរណ៍ថាខ្ញុំប្រើនៅសៀមរាបដែរចាបងប្អូនអាចវាយកាត់បានណាវាយកាត់មកវានឹង load មកហើយបាទនេះសៀមរាបអានេះយើងប្រើនៅលើ cashier ផ្ទាល់ដើម្បីឲ្យដឹងថាអ្នកណាអ្នកប្រើលើ cashier ហ្នឹងតែបើបងប្អូនកំងពីទូរស័ព្ទដៃមកគឺវា load ផ្ទាល់ហ្នឹងមកហើយបាទអញ្ចឹងកន្លែងនេះវានឹងចុច send ទៅផ្ទះបាយណាពេលរត់ទៅវានឹង load ចុចទៅផ្ទះបាយបងប្អូនអាចចុចលេងបានមួយស្រឡាញ់ណាហើយម៉ាស៊ីន print យើងអាចចុច print មកបាទយើងអាចចុច print មកពេលដែលចុចមកភ្លាមវានឹង load ផងបងប្អូនវានឹង load select machine print អញ្ចឹងបងប្អូនរក PDF សិនមកដើម្បី view វាមើលព្រោះយើងបាន set machine print ណានេះពេលដែលយើងចុចទៅ machine print ខាងផ្ទះបាយគេនឹងទទួលបានហើយបាទបាយបន្លែគ្រប់មុខកាហ្វេអីហ្នឹងហើយបើសិនជាបងប្អូនចង់comment មុខម្ហូបនឹងថែមអីយើងអាចបានដូចគ្នាណាហ្នឹងហើយអញ្ចឹងបាទដូចសៀមរាបអញ្ចឹងអមថាយើងចង់កំងមុខម្ហូបហ្នឹងចប់ហើយគេកំងចប់ហើយបងប្អូនចង់ធ្វើការចេញលុយចុចពាក្យ check out ណាពេល check out ខាងខ្លះគេត្រូវការ print check សិនបាទ print check សិនយើងអាច print check បានណា print check ឲ្យភ្ញៀវមើលដើម្បីថា amount ដែលគាត់មហូបដែលគាត់បានបង់ហ្នឹងវាត្រឹមត្រូវអត់យើងមានឈ្មោះហាងយើងម៉ោងយើងហើយអ្នករត់តុកឈ្មោះអីអញ្ចឹងគាត់ក៏មកអីចឹងបើគាត់អូខេគេព្រម scan បង់លុយតាមហ្នឹងទៅបាទហើយដោយសារកន្លែង check out នឹង check ហ្នឹងគឺតាមហាងមួយខ្លះគេត្រូវការ check ដើម្បីព្រៀងទៀងទាត់ហើយអ្នករត់តុកខ្លះក៏គាត់ត្រូវការបានហ្នឹងដែរដើម្បីព្រៀងថាអូអស់10រៀលកន្លះនេះខ្លះគាត់ចិត្តល្អគាត់ថាគេលុយខ្មែរ43000អញ្ចឹងអូខេគាត់ដាក់50000មិនបាច់យកលុយវិញអត់ធៀបឲ្យអញ្ចឹងណាអញ្ចឹងគាត់អាចធ្វើអញ្ចឹងហើយបើសិនជាខាងគាត់ចង់ print មកបាទមានលុយសុទ្ធយើងបាច់ចាំវាយអីទេវាលោតលុយសុទ្ធហើយបើលុយនោះយើងយកជាលុយខ្មែរយើងលោតចុចលុយខ្មែរមកវាចេញជាលុយខ្មែរជូនហើយណាហើយបើដុល្លារហាងខ្លះគេចង់បានថាហាងខ្លះគេចង់បានថាការប្រតិបត្តិនោះលុយ ABA លុយរៀលលុយដុល្លារ ACDA ហើយវាមានច្រើនណាACDA ឬក៏អីហ្នឹងយើងអាចសេតឲ្យគាត់បានបាទមកថាលុយយកតាមអានឹងទៅហើយគាត់
បងឲ្យយើងគាត់បាញ់ឲ្យយើង$11ឧទាហរណ៍ណាបាទអញ្ចឹងសល់5រៀលត្រូវ tip ឬមិនអានេះយើង tick ទៅតាមហ្នឹងបាទហើយយើងអាច print payment មកបាទ print payment ឲ្យភ្ញៀវទៅនៅក្នុងនោះគឺមានន័យថាលុយដែលយើងទទួលបាននេះគឺប៉ុណ្ណេះហើយសល់លុយ5រៀលគឺគាត់ tip ឲ្យយើងណាហើយចំពោះការតេស្ត demo ភ្ញៀវនោះគឺអត់ត្រូវទេបងប្អូនត្រូវតែ install អា Acacia នឹងចូលបើត្រឹមតែ order នឹងទេនៅក្នុង layout នេះគឺវាអត់បញ្ជាក់ថាបងប្អូនបានប្រើទេដូចនៅសៀមរាប5នាទីមុន6នាទីមុនណាបាទនេះ15នាទីមុនណា15នាទីមុនគាត់បានតេស្តគាត់អត់បាន install system Acacia ចូលទេអញ្ចឹងគាត់អត់ទៅបានចុច check out ដើម្បី make payment close payment ទៅខ្ញុំ print របាយការណ៍ទៅឲ្យខាងបងនិស័យបានណាខ្ញុំសូមបង្ហាញទៅគាត់ថាគាត់បានចុច close អស់ហើយបាទធ្វើបាន demo ទៅភ្ញៀវបាន order អញ្ចឹងដល់ពេលរបងនិស័យគាត់ត្រូវការរបាយការណ៍ពីខ្ញុំអានេះខ្ញុំអាចមានជារបាយការណ៍ជូនគាត់នេះខ្ញុំចង់សូមបង្ហាញរបាយការណ៍តិចដើម្បីថាបើបងប្អូនត្រឹមចុចតាមត្រង់ order ទេគឺអត់មានរបាយការណ៍ទេតើបងប្អូនចុចដល់កន្លែង cashier ហ្នឹងនេះអញ្ចឹងចុចដល់កន្លែង cashier ហ្នឹងវាទៅបាន load ឈ្មោះយើងដែលអ្នកប្រើហ្នឹងមានត្រឹមតែកណ្ដាលអត់ដល់មានជ័យសៀមរាបហើយនឹងតកែវិញហើយខ្សែគេផ្សេងគេកំពុង demo ភ្ញៀវដែរអញ្ចឹងខ្ញុំអាចព្រៀននេះទៅឲ្យបងវិស័យបានណាអញ្ចឹងចំពោះការdemo ភ្ញៀវទោះតែបងមាន cashier ហ្នឹងបានយើងទៅជួបភ្ញៀវទៅយើង demo ដូច system ពិតប្រាកដទាំងម្ដងនៅលើដៃដែលបងបានទៅជួបភ្ញៀវហើយបើសិនជាបងប្អូនមានបញ្ហាក្នុងការ install អត់បានអីបងប្អូនអាចថតបោះចូលក្នុងក្រុមមកខ្ញុំនឹងដោះស្រាយជូនដោយសារអាចចូលក្នុងក្រុមមកដោយសារខ្ញុំមាន team ខ្ញុំជួយ support ណាពេលខ្លះខ្ញុំជុំនៅកន្លែងផ្សេងទៅអត់បានជួយបងប្អូនផ្ទាល់ធ្វើឲ្យបងប្អូនទៅដល់ជួបពេលភ្ញៀវផ្ទាល់នោះមានផលលំបាកអីមួយណាអញ្ចឹងយើងដាក់ចូលក្នុងក្រុមមកវាជារឿងល្អហើយយើងអាចដោះស្រាយជូនបងប្អូនបានគ្រប់ពេលខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនសង្ឃឹមថាបងប្អូននឹងអាចធ្វើបានចាប់ផ្សាយបិទអត់បានទេ